លោកគ្រូសូមស្វាគមន៍មកកាន់កម្មវិធីរៀនអង់គ្លេសនៅខ្សែវីដេអូទី9នៃ Unit 2របស់សៀវភៅ Headway Elementary Student Book នៅលើទំព័រទី15ដែលកិច្ចត្រូវរៀនគឺយើងមានចំណុចទី2នៃទំព័រទី15ហ្នឹងគេឲ្យយើង complete the question and answer about and through. Okay. Yeah. Complete the question and answer about and through. Yeah. សេចក្តីណែនាំហ្នឹងគឺវាដដែលទេបងប្អូនមើលយូរទៅសាំទៅហើយវាកាន់តែចេះទៅចាំទៅបើដែល complete the question បងប្អូនយល់ហើយណាគេឲ្យយើង complete ហ្នឹងគេយើងមកពេញចូលមកពេញ Yeah, question and answer about and through. About ប្រែមកថាស្ដីអំពីណាស្ដីអំពី and through នៅក្នុងប្រយោគខាងក្រោមចាប់ពីលេខ1មកណា1 2 3 4 5 6 1 2 3 4 5 6ហ្នឹងគឺបានន័យថាជាប្រយោគដែលយើងត្រូវបំពេញទាំងអស់អាហ្នឹងគេឲ្យយើង complete ទាំងអស់ចាគេឲ្យយើង complete ទាំងអស់ក្នុងចន្លោះហ្នឹងប៉ុន្តែសួរថាតើគេឲ្យយើង complete ហ្នឹង complete ពីអីណាយើង complete ពីអីចូលយ៉ាប្រយោគភាសាអង់គ្លេសបើកាលណាគេតាំងជាប្រយោគសំណួរហើយគឺយើងត្រូវសិក្សាពាក្យដែលបាត់នោះសិក្សាពាក្យដែលគេដាក់ជាចន្លោះនោះយើងត្រូវដឹងថាពាក្យចន្លោះនោះគឺជាពាក្យអីដែលត្រូវដាក់មិនមែនមានន័យគេដាក់ឲ្យយើងស្មានឲ្យយើងរនឹកប្រេះផ្ដាស់ពាក្យអីផ្សេងមិនមែនទេណាយ៉ាព្រោះនៅក្នុងពាក្យដែលគេប្រើនៅក្នុងប្រយោគនោះវាមានស្ទើរតែគ្រប់ទៅហើយប៉ុន្តែវាខ្វះតែពាក្យដែលយើងត្រូវការចាំបាច់ហើយយើងបើនឹកមិនឃើញអាពាក្យត្រូវការចាំបាច់នេះគឺយើងបានយើងល្ងឹតឈឹងមកយ៉ាប៉ុន្តែលោកគ្រូសូមជួយលើកទឹកចិត្តណាហើយជាធ្វើជាជំនួយស្មារតីឲ្យកូនក្មួយនិងចៅណាព្រះសង្ឃបដិជគុណគ្រប់ព្រះអង្គយល់ប្រយោគសំណួរគឺលោកគ្រូត្រូវតែរំលឹកថាទោះជាធ្វើលំហាត់ក្តីទោះបីជាយើងត្រូវសរសេរក្តីទោះបីជាយើងចង់និយាយក្តីប្រយោគសំណួរណាសូមកុំភ្លេចប្រើពាក្យតើត្រូវតែចេញមុនណាឲ្យតែសំណួរគឺត្រូវមានពាក្យតើអញ្ចឹងយើងកុំទម្លាប់បោះបង់ពាក្យត្រឹមត្រូវចោលណាយើងត្រូវចេះប្រើពាក្យតើឲ្យតែឃើញសញ្ញាសួរទៅរកពាក្យតើមុនសិនណាអញ្ចឹងយើងមើលប្រយោគទី1គេឧទាហរណ៍ឲ្យយើងស្រាប់វិញណាគេដាក់ថា where ហើយអក្សរផ្ដេក does where does Andrew do no sorry where does Andrew work យើងមើលនៅក្នុងប្រយោគហ្នឹងគឺយើងឃើញ
ឃើញប្រយោគដែលយើងបំពេញគឺមានតែពីរកតាវាដែលត្រូវបំពេញក្នុងប្រយោគមួយគឺមានតែទី1ចន្លោះទី1គឺមានពាក្យ does គឺជា auxiliary verb អានឹងបង្កើតពាក្យតើបានដែរឃើញទេណាឯប្រយោគចន្លោះទី2នៅក្នុងប្រយោគនឹងមួយអាចដដែលតែអាចចន្លោះទី2គេដាក់ថា verb អញ្ចឹងមួយប្រយោគណាសំខាន់តែពីរទេសម្រាប់ប្រយោគសំណួរគឺសំខាន់ពាក្យតើហើយនឹងកិច្ចសព្ទអញ្ចឹងនៅក្នុងប្រយោគទី1នេះដែលលោកគ្រូលើកឡើងនៅកន្លែងនេះណាលោកគ្រូលើកយកមកសរសេរនៅទីនេះគឺបានន័យថាឲ្យយល់ឲ្យបងប្អូនយល់ណាយល់យ៉ាងម៉េចយល់ត្រង់ថាពាក្យ does សរសេរអក្សរក្រហមនេះគឺសំខាន់ទៅលើពាក្យសញ្ញាសួរនេះដែលលោកគ្រូបាញ់រំលឹកថាពាក្យតើណាប្រយោគសំណួរតែកាលណាបងបោះបង់ពាក្យតើចោលគឺបានន័យថាយើងធ្វើអត់ចេញយើងអត់ដឹងពាក្យហ្នឹងគេធ្វើថាម៉េចច្រឡំទៅបកថាតើនៅនេះក៏អត់បានព្រោះពាក្យនេះមិនមែនបកតើទេណាពាក្យនេះបកប្រែថានៅឯណាសម្រាប់ប្រយោគសំណួរwhere ហ្នឹងប្រែថានៅឯណានៅកន្លែងណាប៉ុន្តែបើ where ហ្នឹងមិនមែននៅក្នុងប្រយោគសំណួរទេបែរជានៅក្នុងប្រយោគធម្មតាវិញអាហ្នឹងបកផ្សេងមួយទៀតមិនមែនបកប្រែនៅឯណាឡើយចឹងបានលោកគ្រូឲ្យចំណាំពាក្យមួយភាសាអង់គ្លេសរៀនពាក្យមួយចាំចេះច្បាស់ស្ទាត់គឺបានន័យថាបងប្អូនលេងពិបាកចឹងហ្មងណាបានន័យថាប្រយោគមួយសំខាន់គឺកិរិយាសព្ទមួយអុកស៊ីយ៉ាមួយនៅប្រយោគទាំងអស់ណាកលេសប្រយោគទី2កលេសមើលវាឆាច់ចាប់អារម្មណ៍ទី1គឺប្រយោគសំណួរខ្វះពាក្យអីឃើញទេខ្វះពាក្យអីប្រយោគទី3កលេសវាឆាច់កលេសមើលវាខ្វះពាក្យអីទី4កលេសវាផាច់យើងមើលឃើញពាក្យអានសពគ្រូយើងបកប្រែទៅបានន័យថាគាត់ធ្វើណាគាត់ធ្វើនៅពេលទំនេររបស់គាត់អញ្ចឹងយើងអាចបកឆៅហ្មងដោយបាត់អីសិនក៏បានដែរគាត់ធ្វើអ្វីខ្លះណាយើងបកនេះមកក៏បានបើយើងមិនបកអាហ្នឹងទេយើងរើទៅមុខហ្មងគាត់ធ្វើនៅក្នុងពេលទំនេររបស់គាត់អ្វីខ្លះអញ្ចឹងយើងខ្វះពាក្យអីឃើញប្រយោគសំណួរនេះឃើញទេយើងមើលប្រយោគហើយយើងតាំងចិត្តថាឲ្យច្បាស់ថាប្រយោគសំណួរត្រូវការពាក្យតើត្រូវការពាក្យតើមួយមានកិច្ចសព្ទហើយនៅនឹងស្រាប់អត់បាក់បានន័យថាហ្នឹងយើងលែងខ្វល់ទី5ប្រយោគសំណួរដដែលហើយយើងមីងមាំងអត់ដឹងដាក់អីណាហ្នឹងណាដូចតែលោកគ្រូប្រាប់ចឹងតែសំណួរមកពាក្យតើសិនបើអត់ពាក្យតើដាក់ពាក្យតើគេទៅណាអានេះក៏ចឹងប្រយោគសំណួរទៀតអានេះខ្វះពាក្យតើទៀតយើងដាក់តើគេមកក៏ប៉ុន្តែណាមិនក៏ប៉ុន្តែមិនមានន័យថាផ្ទុយន័យទេមិនមែនមានន័យផ្ទុយទេប៉ុន្តែយើងត្រូវចាំចេះចាំថា auxiliary verb ពាក្យតើណាតើជា auxiliary verb ដែលគេយកមកប្រើជាមួយនឹង he ណាយើងមានរួចហើយលោកគ្រូក៏នៅតែព្យាយាមរំលឹកនៅតែលើកយកមកនិយាយដដែលណា auxiliary យើងដឹងហើយណា auxiliary គឺមានឥឡូវយើងកំពុងតែរៀនតែពីពាក្យតើអញ្ចឹង auxiliary គឺមានតែ do ទេណា auxiliary មាន do មាន be រៀន be មុនយើងសេ be មុនកុំឲ្យយើងចេះតែសេប្រេះប្រាស់វាមិន logic ទេ auxiliary យើងស្គាល់មានណាមាន be ដែលនៅក្នុង be ហ្នឹងគឺមានពាក្យ am is ហើយនឹងពាក្យ are ឥឡូវយើងបានមកស្គាល់ do គឺមានទៅជា does ណា does ដោយសារនៅជាមួយនៅគ្រូសេចឹងសិនមក
thus ដោយសារវានៅជាមួយ he she ហើយនឹង it ណាបានន័យថា thus វានៅជាមួយនឹង he she it នេះប្រយោគសំណួរដែលប្រើជាមួយ he អុកស៊ីហ្សែននោះត្រូវតែដាស់ឲ្យទៅចូលពីមុខ he she it ចាំដល់ពេលមេរៀនក្រោយវាឈប់ដល់ហើយវាឌូវិញវាមកឌូវិញប៉ុន្តែយើងគាត់ចាំទៅថាចំពុកមនុស្សទី3ឯកវចនៈអុកស៊ីហ្សែនក៏ដោយកិរិយាសព្ទក៏ដោយត្រូវតែមាន s ណាត្រូវតែមាន s ឲ្យទៅដូចមួយ he she it អញ្ចឹងលោកអត់តនិយាយបន្តទៅមុខមិនតន់ទៅដល់លោកទៀតទេលោកគ្រូនិយាយត្រឹមតែលំហាត់ដែលយើងកំពុងតែកាន់នៅក្នុងដៃលើទំព័រទី15នេះដើម្បីឲ្យបងប្អូនអាចបំពេញងាយហើយត្រូវចងចាំពាក្យតែមួយគត់ប្រយោគសំណួរទៅការតើណាមានតើមានអីគ្រប់គ្រាន់នេះខ្វាយទៀតចន្លោះទី2ឧទាហរណ៍តែឥឡូវលើអញ្ចឹងវាតែចន្លោះ2ឲ្យណាអត់ប្រើពេញដូចលោកគ្រូចឹងទេចន្លោះវា2តែប៉ុណ្ណឹងណាតែពិតចន្លោះពី2ចឹងបាននេះដែរប្រយោគទី1នេះវាត្រូវការអុកស៊ីហ្សែនមួយត្រូវការ verb មួយហើយ verb ដូចលោកគ្រូប្រាប់នៅក្នុងមេវីដេអូទី7ចឹងគឺបានន័យថា verb គឺនៅជាប់ subject ណាបានន័យថាជាប់ subject អានេះ W8 question បន្តមក auxiliary verb បន្តមក subject បន្តមកទៀត verb កិរិយាសព្ទនឹងទៅ complete បានយ៉ាងទៅណាអូខេចឹងបានន័យថានេះជាការបញ្យលដែលលោកគ្រូព្យាយាមបញ្យលហើយកុំតក់ឲ្យហល់ក្នុងចិត្តថាគេលោកគ្រូខ្ញុំរៀនអង់គ្លេសខ្ញុំចង់និយាយអង់គ្លេសលោកគ្រូសរសេរអង់គ្លេសមកហើយបកប្រែឲ្យមកខ្ញុំរៀនអត់ទេលោកគ្រូអត់រៀនហ្នឹងណាលោកគ្រូគិតថាបើរៀនហ្នឹងផែហើយអត់ចេះបើរៀនដូចលោកគ្រូចេះលោកគ្រូបញ្យលតែមួយបែករាប់លានភាសាអង់គ្លេសបែកប្រយោគបែកពាក្យបែកបញ្ញារាប់ចេញរាប់លានឥឡូវលោកគ្រូសួរថារាប់លានបងប្អូនទៅទិញចាំទេទិញអត់ចាំទេតែបើសិនជាទិញ1 2 3ចាំទេចាំអូខេបាទថា1 2 3យកបាទតែដល់រាប់លានយកអត់បាទណារៀនអង់គ្លេសតែវាគ្មានការដូចផ្ដើមចេញពីការបញ្យលនៃ grammar ទេគឺអត់រៀនចេញណាលោកគ្រូធានានេះប្រាប់ចឹងតែដូចប្រាប់ហើយយើងណាលោកគ្រូធានាអុកស៊ីហ្សែនភាសាអង់គ្លេសមានតែ3អញ្ចឹងបើ3ហ្នឹងបងរៀនមិនចេះកូនរៀនមិនចេះសួរថាកូនទៅរៀនគ្នារាប់លានចេះទេរៀនចេះយ៉ាមានន័យថាភាសាអង់គ្លេសចេះតែពាក្យមកស្គាល់វេយ្យាករណ៍ហើយគឺយកមកប្រើបំបែកមានន័យថាបំបែកយ៉ាងម៉េចបានហៅថាបំបែកបានន័យថាទស្សនវិជ្ជាអីដែលយើងមើលឃើញយើងរៀបរាប់ពាក្យហ្នឹងបានហើយយើងនិយាយបានហើយយើងអត់គិតថាតើយើងទៅទិញពាក្យនោះទៅរកអារឿងនោះយកមកនិយាយទិញមកអត់បានទេមិនដូចធរទេគាត់ធរបើថាគេឲ្យសូត្រកុសលាណាបើថាប្រើអាហ្នឹងចង់និយាយធរសូត្រណាហើយបើថាធរដែលចម្រើនព្រះបរិត្តសូត្រធរអីសាកេកាមេអញ្ចឹងអូខេត្រូវតែតាមរលូនហ្នឹងគេសូត្រពាក្យហ្នឹងគេបានន័យធរហ្នឹងមានប្រមាណមេអញ្ចឹងទៅហើយសូត្រត្រូវការ5មេឬក៏ត្រូវការ10មេវាអាស្រ័យទៅលើពេលវេលាណាហ្នឹងធរណាតែសម្រាប់ភាសាអង់គ្លេសអត់ចឹងភាសាអង់គ្លេសដូចភាសាខ្មែរយើងចេះពាក្យកាន់តែច្រើនគឺចង់ចាំបានច្រើនបំបែកពាក្យនិយាយបានច្រើនដែរអូខេនេះគឺជារបៀបប្រើពាក្យគេហៅថាពាក្យ conversation ពាក្យសម្រាប់សន្ទនាពាក្យសម្រាប់សរសេរក្តី writing អូខេពិសេសគឺការស្ដាប់ពីការនិយាយរបស់គេណាម្នាក់មកយើងទៅជា interpreter យើងស្ដាប់គេហើយយើងធ្វើជាអ្នកបកប្រែណាយើងស្ដាប់គេនិយាយពីអីភាសាអង់គ្លេសគេឲ្យយើងស្ដាប់អង់គ្លេសគេថាបកប្រែប្រយោគហ្នឹងឲ្យខ្ញុំស្ដាប់តិចមកគេនិយាយពីអីខ្លះអូខេយើងយករឿងនោះមកបកឲ្យគេវិញណាអានេះជាកិច្ចការមួយអាជីពទាំងគ្រូបង្រៀនផងខ្លាយទៅជា interpreter ផងណាខ្លាយទៅជាផ្សេងទៀតលោកគ្រូគិតថាចំណេះមានលក្ខខណ្ឌច្បាស់
មូលដ្ឋានគ្រឹះផ្នែកវិទ្យាករច្បាស់បងប្អូនទៅណាអត់ទៅទេណាអត់ទៅទេលោកគ្រូនិយាយភាសានេះហាក់ដូចជាឆ្លៀតម៉ោងចុងម៉ោងតិចយកមកនិយាយលេងប៉ុន្តែលោកគ្រូបញ្យលនៅក្នុងគោលបំណងដែលលោកគ្រូចង់ឲ្យអ្នកទាំងអស់នេះយល់ពីរបៀបរៀនមិនមែនយល់ពីរបៀបអីទេយល់ពីរបៀបរៀនមិនមែនយល់ពីរបៀបលោកគ្រូ how much ឥឡូវយើងដាក់នេះចូលទៅណាបាទ how much does he earn លោកគ្រូអាហ្នឹងបកប្រែថាម៉េចខ្ញុំចង់ទិញពាក្យហ្នឹងចាស់កុំទិញចេះតែមួយប្រឡោះនេះមកគុំហើយពាក្យ how much ដល់កន្លែងនេះគ្រូគុំតបានប្រាប់ហ្នឹងពាក្យ how much ណាពាក្យ how much វាមានពាក្យ how many នេះលោកគ្រូសូមបញ្យល់ឡើងហ្នឹងបន្តបន្តិចបាទតែកាលណាគេយកពាក្យ how much ក៏មានពាក្យ how many ដែរប៉ុន្តែលោកគ្រូសូមលោកក្រាគីនេះសិនដើម្បីបញ្យល់ពាក្យ how much how many បន្តិចណាចាអញ្ចឹងយើងមកមើលពីរបៀបប្រើពាក្យ how much និងពាក្យ how many ណាលោកគ្រូទាញមកកងវិញមែនទេ how many ឬក៏ how much ណាមើលការបញ្យល់លោកគ្រូបញ្យល់ឲ្យស្ដាប់មុននឹងឈានចូលទៅដល់ការបញ្យល់ឲ្យស្ដាប់បានតើយើងមើលពីបកប្រែវាសិនមានន័យថា how many ប្រែមកថាប៉ុន្មានពាក្យប្រមាណពាក្យខ្មែរយើងណាប៉ុន្មានខ្មែរយើងនិយាយកាត់ណាប៉ុន្មានដល់នេះ how much ក៏ន័យដូច how many ដែរប៉ុន្មានដូចគ្នាប៉ុន្មានហើយបើក្នុងឃ្លាសំណួរណាចាប៉ុន្មានប៉ុន្តែ how many គឺប្រមាណហ្នឹងបានន័យថាសំដៅទៅលើរបស់នោះមានចំនួនដែលអាចរកបានណារកបានគេហៅលោកគ្រូមានប្រអប់ដៃមួយដែលប្រអប់ដៃហ្នឹងគឺមានម្រាមដៃចំនួនម្រាមដៃលោកគ្រូសួរថាមានម្រាមប៉ុន្មានណាតើអ្នកមានម្រាមដៃចំនួនប៉ុន្មានអញ្ចឹងលោកគ្រូសួរថាតើលោកគ្រូប្រើពាក្យ how many ឬក៏ពាក្យ how much នេះមួយលោកគ្រូអត់និយាយណាលោកគ្រូគាត់បញ្យល់សិនគ្រាន់តែដឹងថាបើគេសួរពាក្យប្រមាណហ្នឹងគឺយើងដឹងហើយតែមិនលោកគ្រូនិយាយច្បាស់ណាចំនួនដែលអាចរកបានគឺគេប្រើពាក្យ how many គេហ៎ដល់ចំនួនរកបានស្អីគេចំនួនរកបានយ៉ាលោកគ្រូឧទាហរណ៍មួយទៀតអានេះមិននិយាយយល់ណាលោកគ្រូនិយាយមានដៃរកបានអត់បងប្អូនមកឆ្លើយថាបានណាលោកគ្រូអូខេ1 2 3 4 5អូខេអាហ្នឹងមួយលោកគ្រូផ្ដល់រឿងកំ pl មួយឲ្យលោកគ្រូមានលុយនៅក្នុងកប៉ាល់យល់ទេណាលោកគ្រូមានលុយនៅក្នុងកប៉ាល់ណែយ៉ាងលោកគ្រូមានលុយក្នុងកប៉ាល់ខ្លះលោកគ្រូដកមកផ្លឹបលោកគ្រូបើកមើលលុយណាលុយនឹងចឹងមួយណាលុយនឹងចឹងមួយហើយលុយនឹងចឹងពីរនេះលុយនឹងចឹងពីរស្លឹកណាលោកគ្រូលុយនេះមួយស្លឹកឃើញទេលោកគ្រូសុំសួរថាតើបងប្អូនរកលុយនេះបានអត់ណាបងប្អូនកូនក្មួយរកលុយនេះបានអត់និយាយតាមទ្រឹស្ដីវិទ្យាករបានន័យថាតើចំនួនលុយនេះបងប្អូនរកបានឬអត់ណាតែរកបានមិនបានវាអាស្រ័យទៅលើនេះយើងកំពុងរៀននេះណាតើលោកគ្រូចង់ឲ្យតើលោកគ្រូអាចរកលុយឬក៏អ្នកទាំងអស់គ្នាអាចរកលុយនឹងបានអត់ណា100% មុខតែឆ្លើយថារកបានចំនួនហ្នឹងគឺចំនួនរកបានហើយយល់ទេចឹងហេតុអីដែលរកមិនបានអុយអានេះបានអានេះលុយ2000គេដាក់2000ណាអានេះគេដាក់500អញ្ចឹងបានន័យថាចំនួនហ្នឹងប្រហែលជាចំនួនរកបានហើយមែនអត់ណា
một cái slide đặc mét này là cứ xong cái slide từ đằng muối để là về chịu ta mà rọp bán rồi có rọp mình bàn mà rọp bán con đôi được người bèo nhé mà này phải gì rọp hai mươi đĩa này phải gì chẳng dân là cứ xong bị chẹn mà nó tiết tháng lôi ní rọp ọt bàn đi chụp luôn với rọp ọt bàn tại bởi kỳ kết chia cả ta này chị ai cái ta cứ kết bàn mùi giật lật ai cái ta biết kết đấy mùi giật lật chứ bây giờ lật anh ấy bây giờ lật còn té rót chồng luôn bạn đình bàn với cứ vừa rọt bạn rọt bạn mấy bạn rọt bạn chắc bạn ấy tha lôi cứ chia chồng luôn đại mình ai rọt bạn thì sẽ là phải toan ná lại nè bà lấy là cú xong bị che tha là cú ai dễ gì khóc kia tần đá mấy là cú được lôi đó rọt bạn ok bờ họp lôi ho ngay vậy họp chẳng à lấy là cú tha bờ rọt bạn xong rọt cả đá đi ai là cú sẽ đạp anh ấy chuyện đăng cho bá là chồng luôn với pi bọn dân rọp thứ mày trên pi bọn rọp thứ mày trên pi bọn đó nâng hơi để cái hai tha chồng luôn đây mình ai cái rọp bán ta mà sợ lắc rọp bán ta mà sợ lắc đấy mà lối hai dương của bạn ai hỏi thăm mà lối pi lối bay lối bút lối phèo lối lỗ đỏ pi bọn lối nó vì ăn ai họ tránh cái tia xá chồng luôn cùng nó là bao pra nơi trong năng miên ấy bài bàn miên pi bọn ria đồng lại viết pi bọn ria này cách chấm lại chẳng hai bạn chỉ dương từ dương thà lưới cứ chi chùm luôn đây mình ai có bạn tì sẽ làm phải toàn chơi kịp rồi bị hao mà chơi đấy ai bộ môn đây trăm mùi tiên tế thà bị môn từ xa bộ môn chơi ăn lấy bữa từ xua kim để ta nói canh là bọc kim mùi thì ta tinh như là cao mùi chứ mẹ ta nói xua hao mini cái slide mà cái tham là mùi năng lợi nó đấy ta xua hao mini cái slide mà tham là mùi đó tại bờ dân sân gì dương xua ra đi là ca nó thay mà man bà này dương thử vừa bị how much is it đấy áo muối nó thay mà man dương muốn tập ra bị how much vậy dân bà này ta how much thì ra từ lưới chụp lưới đá chụp luôn này được bỏ đè rò mặt bàn hay rò bán mẹ mình từ lưới đó là vụ sống gì cho đây nè lấy nước không đo luôn dưới cái dương rò một điểm đáy bàn anh ấy không thì bọn nào nè chụp luôn rò bàn mi sẽ cái để rọt bán thì những đắng sợ các ba chứ hộp sợ các ba nó dương hộp ca đấy dương hộp sợ các ba dương ói hộp ăn cái là bao để rọt mình on đang hơi rọt mình ban đang hơi kìa ăn không thì bọn nó kỳ pra nữ không biết hao mà chơi cái bờ bị hao mà tập toán nè chẳng đây cái này ní pon Europe ở đây đây là cụ trong bình chứa hay địa chỉ pi rồi bị how many how much home dưới 10 thì đã bị how much để bọn ơn sẽ biết ơn kia sắp dùng đây từ lưới phải chùm nổ đấy phải dùng đây từ lưới lưới đó ngay chẳng các bạn kêu bị how much ăn khói đó là cụ bây giờ có sao phải phao lại từ giờ ba ok chẳng đây cái này ní cứ dương tự đựng con tép bởi kỳ xưa ra này miên côn còn ma à đánh thì bởi vì ai là cũng chọn đăng mà nói đó côn một đứa họ ba đó côn một đứa họ ba nó chìm luôn một đứa mà đẹp bị đẹp bà tay bờ họp lưới chìm luôn mà lưới pi lưới việt nam đang họp trắng đó kìm tay họp mà lưới pi lưới bay lưới bút lưới kìm tay họp trắng các bạn gọi đại họp trắng đây yeah ok chẳng bạn đây thà nên cứ chia cần lưng với chị co để dùng can khán hay là tiện slash để tới chết là cô vừa điền chỉ tiện sầm rạp ở chết hay trong chảo chết xong bỏ hồn cột cùi nâng phải sang vào đây là con group on chứa đấy ở đây để trong canal này giấy nâng là cô này giấy cứ ban này ta miền tẹt là hay còn mình bèn chết lên chỉ very good chẳng ban này ta về điền cái cơ là cô xong bị chọc trầm đi chẳng một lần bị chọc là cô xong phải làm nhá tha tới phương lục hạt nâng mạnh thòn nè thì cái là cô anเป็นงอนนั่งเอาสดับปุยยืมพี่สองเลยตรึกการเรียนนั่งบางในการเรียนภาษาเหมือนแมนเรียนในใจตีสดับตัวเรียนภาษาเช็ดแตงในใจเช็ดแตงโซเซเช็ดแตงหมู่เป็นลมพัดแล้วครูเหมือนแมนบังเรียนในใจอังกฤษตีแล้วครูบังเรียนภาษาอังกฤษสดับตัวโอเคจังแล้วครูส่งไทม์มาคนได้การอยู่จุดตุกดัสดับโอเค goodbye